ការញ៉ាំគឺជារឿងសំខាន់មួយដោយសារតែពេលដែលយើងញ៉ាំអាហារផ្ដល់ឲ្យយើងនៅសារជាតិវីតាមីនប្រូតេអ៊ីននិងសារជាតិចិញ្ចឹមផ្សេងៗដែលជួយឲ្យរាងកាយមានភាពរឹងមាំសុខភាពល្អនិងជៀសផុតពីជំងឺដង្កាត់ផ្សេងៗលើពីនេះទៀតពេលវេលានៅក្នុងការញ៉ាំក៏ជាពេលវេលាសំខាន់មួយនៅក្នុងការប្រស្រ័យទាក់ទងក៏ដូចជាការចែករំលែកសេចក្តីស្រឡាញ់ជាមួយនឹងមនុស្សជុំវិញខ្លួនដូច្នេះយើងតែងតែលើកទឹកចិត្តឲ្យកុមារគាត់ប្រើប្រាស់ពេលវេលានៅក្នុងការញ៉ាំដើម្បីចូលរួមនៅក្នុងសង្គមនិងក្រុមគ្រួសារផងដែរពួកកុមារដែលគាត់មានបញ្ហាប្រព័ន្ធប្រសាទយើងឃើញថាពួកគាត់មាន 80% គាត់មានឧបសគ្គទាក់ទងជាមួយនឹងការញ៉ាំឬក៏ការលេបអាហារឧទាហរណ៍កុមារដែលគាត់មានបញ្ហា Autism ពួកគាត់មានបញ្ហាញ៉ាំអាហាររើសដោយសារតែគាត់អាចនឹងមានបញ្ហាញៀនដឹងឬក៏ពិបាកនៅក្នុងការផ្លាស់ប្ដូរទម្លាប់ប្រចាំថ្ងៃក្រៅពីនោះទៀតកុមារដែលមានបញ្ហាពិការចលករខួរក្បាលកុមារ Down syndrome កុមារពិការភាពបញ្ញាឬក៏ពិការភាពផ្សេងទៀតពួកគាត់អាចនឹងមានការថយចុះនៅមុខងារកម្លាំងសាច់ដុំនិងកម្លាំងចលនាដែលធ្វើឲ្យពួកគាត់ពិបាកនៅក្នុងការសម្របសម្រួលនៅក្នុងការប្រើប្រាស់ចលនាមាត់ដែលធ្វើឲ្យជះឥទ្ធិពលដល់រំខានដល់ការលេបអាហារការញ៉ាំនិងការផឹកផងដែរនៅពេលដែលឪពុកម្ដាយគាត់សង្កេតឃើញថាកូនគាត់មានបញ្ហាដែលដូចខ្ញុំរៀបរាប់ខាងលើគាត់អាចយកមកពិភាក្សាជាមួយនឹងCaritas CCMA យើងដើម្បីជួបជាមួយនឹងអ្នកជំនាញពិសេសនៅលើមុខងារប្រចាំថ្ងៃដើម្បីឲ្យគាត់វាយតម្លៃដឹងពីចំណុចខ្វះខាតនិងឈានទៅដល់ការស្វែងយល់ពីការធ្វើផែនការនិងការជួយអន្តរាគមន៍ជំរាបសួរខ្ញុំស្រីអូនខ្ញុំជាអ្នកព្យាបាលមុខងារប្រចាំថ្ងៃនៅមជ្ឈមណ្ឌលសុខភាពផ្លូវចិត្តកុមារអស់រយៈពេល12ឆ្នាំមកហើយខ្ញុំបានរៀនបណ្ដុះបណ្ដាលជាអ្នកព្យាបាលដោយចលនាប៉ុន្តែក្រោមការបណ្ដុះបណ្ដាលផ្ទាល់ពីអ្នកជំនាញមកពីប្រទេសសង្ហបុរីសិង្ហបុរីនិងឥណ្ឌាខ្ញុំក៏បានប្រែក្លាយខ្លួនជាអ្នកព្យាបាលមុខងារប្រចាំថ្ងៃនៅមជ្ឈមណ្ឌលសុខភាពផ្លូវចិត្តកុមារថ្ងៃនេះខ្ញុំនឹងធ្វើការចែករំលែកពីវិធីសាស្ត្រនិងបញ្ហាមួយចំនួនទាក់ទងនឹងការញ៉ាំចំពោះកុមារដោយខ្ញុំនឹងចែករំលែកតាក់ទងពីដំណាក់កាលនៃការអនុវត្តធម្មតារបស់កុមារទៅតាមអាយុនៃការញ៉ាំបញ្ហាដែលសាមញ្ញដែលកើតមានឡើងចំពោះកុមារចំពោះការញ៉ាំនិងការវាយតម្លៃនិងវិធីសាស្ត្រមួយចំនួនតាមរយៈសៀវភៅនេះដែលឪពុកម្ដាយអាចធ្វើការនៅផ្ទះជាមួយកុមារបានចាឥឡូវខ្ញុំនឹងធ្វើការបង្ហាញបងតាក់ទងតើអ្វីទៅជាការញ៉ាំហើយអ្វីទៅជាការលេបអញ្ចឹងការញ៉ាំគឺជាសកម្មភាពនៃការទទួលយកអាហារឬក៏ភេសជ្ជៈឬក៏ទឹកហ្នឹងដើម្បីបំពេញតម្រូវការអាហារូបត្ថម្ភនៃរូបរាងកាយយើងចំណែកឯការលេបគឺជាដំណើរការនៃការទទួលយកអាហារឬក៏ទឹកតាមមាត់ទៅបំពង់កហើយក៏ធ្លាក់ចូលក្រពះដោយសុវត្ថិភាពមូលហេតុទូទៅដែលនាំឲ្យមានបញ្ហាតាក់ទងការញ៉ាំឬការបញ្ចុកគឺភាគច្រើនគឺបណ្ដាលមកពីមជ្ឈដ្ឋាននៃការបញ្ចុកភាគច្រើនក្នុងកំឡុងពេលបញ្ចុកមានមជ្ឈដ្ឋានជុំវិញគឺវារញ៉េរញ៉ាយជួនកាលពេលបញ្ចុកទៅមានបើកទូដែលធ្វើឲ្យកុមារងាយរំខានដល់កុមារយើងអាចមើលទៅលើថាតើកុមារមានឆន្ទៈក្នុងការញ៉ាំឬអត់ឬក៏កុមារគាត់បដិសេធក្នុងការញ៉ាំយើងមើលថាតើឪពុកម្ដាយមានការបញ្ចុកដោយបខំឬអត់យើងមើលទៅលើថាតើម៉ោងពេលនៃការញ៉ាំហ្នឹងគឺទៀងទាត់ឬអត់ហើយយើងក៏ត្រូវមើលពីតកតឹងស្ថានភាពនៃការញ៉ាំរបស់កុមារដែរថាតើកុមារអង្គុយត្រង់ទេអង្គុយផ្អៀងឬទេឬក៏កុមារករបស់កុមារងើយទៅមុខឬងើយទៅក្រោយឬក៏កុមារអង្គុយមិនស្ងៀមចំណុចមួយទៀតក៏យើងមើលទៅលើញៀនដឹងជុំវិញមាត់ដែរថាតើកុមារតកតឹងញៀនដឹងជុំវិញមាត់របស់កុមារវាលក្ខណៈឡើងឆាប់ទទួលយកញៀនឬក៏ថយចុះញៀនតើពេលញ៉ាំហ្នឹងកុមារដឹងពីការប្រឡាក់អាហារជុំវិញមាត់ឬអត់បន្ទាប់មកយើងមើលពីរចនាសម្ព័ន្ធរបស់មាត់យើងមើលពីចលនាបបេមាត់តើចលនាបបេមាត់របស់គាត់បិទឬអត់នៅពេលទំពាអាហារយើងមើលទៅលើកម្លាំងឬចលនារបស់ថ្គាមតើចលនារបស់ថ្គាមរបស់គាត់មានភាពរឹងមាំឬអត់យើងមើលពីអណ្ដាតតើអណ្ដាតរបស់គាត់អាចចេះកន្លោះអាហារនៅជុំវិញនឹងអត់ខ្ញុំជាម្ដាយធំរបស់គាត់ពីហួយខ្ញុំមានជំងឺ Down syndrome ដល់ហើយខ្ញុំមានអូននៅទូចមានផលវិបាកច្រើនណាស់
ដល់តែពេលថ្ងៃមួយកូនខ្ញុំឈឺខ្ញុំក៏បានជួបគ្រូខាងគាត់ធ្វើការនៅខាងចេះជំនះគាត់ថាឲ្យខ្ញុំយកក្មួយមកខាងកម្មាផ្លូវចិត្តហ្នឹងដល់ឲ្យខ្ញុំក៏បានជួបតែគ្រូអូនហើយនិយាយពីរួមខ្ញុំពិបាកចិត្តខ្លាំងមែនទែនក្មួយខ្ញុំបាន5ខែអត់ចេះទាំងញ៉ាំអីក៏ឆ្លក់អត់ចេះកណាប់អត់ចេះអីទាំងអស់ងើបកអីក៏អត់គ្រូចិត្តទុនទាំងអស់ដល់តែពេលហើយខ្ញុំបានមកជួបអ្នកគ្រូអូនជារៀងរាល់ខែមួយខែគាត់ឲ្យខ្ញុំបានធ្វើចលនាឲ្យក្មួយខ្ញុំលើកដៃលើកជើងទៅរហូតដល់ក្មួយខ្ញុំញ៉ាំបាយលេងញ៉ាំបបរញ៉ាំទឹកអីលេងឆ្លក់រៀងនិយាយថាំងរៀងដូចខែរៀងមុនជាងមុនដល់តែពេលហើយខ្ញុំចេះតែមកនឹងជួបអ្នកគ្រូអូនមួយខែម្ដងរហូតដល់ក្មួយខ្ញុំពេលនេះមានភាពរឹងមាំច្រើនចេះញ៉ាំហើយញ៉ាំទឹកញ៉ាំអីក៏អត់ឆ្លក់ចេះនិយាយហៅប៉ាហៅម៉ាក់ហើយនឹងដើររត់លេងនឹងក្មេងធម្មតាអញ្ចឹងពេលនេះខ្ញុំរៀងថាមានសប្បាយចិត្តបន្តិចព្រោះក្មួយខ្ញុំមានភាពរឹងមាំដោយសារខ្ញុំមកពេទ្យជំនះមានអ្នកគ្រូគាត់បង្ហាត់បង្រៀនឲ្យធ្វើចលនាក្មួយខ្ញុំអាចចេះនិយាយបានខ្លះដែរលើពីនេះទៅទៀតក្រុមការងាររបស់អង្គការ Caritas CCMH យើងតែងតែគិតគូរនិងរក្សានៅលើការពង្រឹងសមត្ថភាពរវាងឪពុកម្ដាយក៏ដូចជាផ្ដល់នៅជំនាញបណ្ដុះបណ្ដាលដើម្បីឲ្យពួកគាត់អាចជួយកូនគាត់នៅផ្ទះបានអញ្ចឹងក្រុមការងារយើងបានបង្កើតជាកូនសភៅការងារនេះឡើងដើម្បីឲ្យឪពុកម្ដាយគាត់បានអនុវត្តនៅលើវិធីសាស្ត្រក៏ដូចជាបច្ចេកទេសក្នុងការជួយកូនគាត់នៅផ្ទះដើម្បីឲ្យមានភាពប្រសើរឡើង